ប្រិយមិត្តនេះមិនមែនជាឈុតសម្រាប់អវកាសយានិកទៅឋានព្រះច័ន្ទឬក៏ព្រះអង្គាអីនោះទេនេះគឺជាឈុតដែលនាងខ្ញុំសូមហៅថាវរៈបុរសបរិស្ថានគឺគាត់ស្លៀកពាក់បែបនេះដើម្បីទៅស្ដារនៅប្រឡាយស្ដារនៅលូដើម្បីបរិស្ថាននៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ការងារអ្វីក៏ដោយគឺសុទ្ធតែមានសារៈសំខាន់មានគុណតម្លៃរៀងៗខ្លួនយើងមិនអាចវិនិច្ឆ័យបាននោះទេហើយនៅក្នុងវីដេអូនេះគឺគេបានដាក់បង្ហាញការងាររបស់បុរសម្នាក់នេះទៅឲ្យសិស្សគឺបានទស្សនាឲ្យយល់ដឹងអំពីតម្លៃនៃការងារប្រិយមិត្តអស់លោកអ្នកកំពុងតែទស្សនានេះគឺជាសង្វាក់ប្រតិកម្មនៃការផលិតមីនៅក្នុងប្រទេសចិនដំបូងបង្អស់គឺការលាយម្សៅមីឲ្យបានត្រឹមត្រូវមានចំនួនរង្វាស់តាមស្តង់ដារបន្ទាប់មកគឺម្សៅមីទាំងអស់នោះក្លាយជាល្បាយបន្ទាប់មកក៏ផលិតទៅជាសរសៃមីនៅក្នុងរូបភាពនេះអស់លោកអ្នកនឹងឃើញមីពីរទម្រង់បែបជ្រុងហើយនិងមួយទៀតគឺមីបែបមូលជ្រុងអាចដាក់ជាកញ្ចប់មីមូលនេះគឺអាចដាក់នៅក្នុងកំប៉ុងមីដំណាក់កាលចុងក្រោយគឺវេចខ្ចប់មីដោយជាមួយនឹងគ្រឿងផ្សំរួចជាការស្រេចហាងភេសជ្ជៈនេះគឺតុបតែងហាងរបស់ខ្លួនគឺជាមួកសុវត្ថិភាពដែលទាក់ទាញភ្ញៀវទេសចរភ្ញៀវក្នុងស្រុករួមទាំងអតិថិជនដែលចាប់អារម្មណ៍ទិញភេសជ្ជៈហ្នឹងគឺមកកាន់ហាងរបស់ខ្លួនអាជីវកម្មបច្ចុប្បន្នមានការប្រកួតប្រជែងគ្នាបើសិនជាអ្នកបង្កើតជាភោជនីយដ្ឋានឬក៏ជាហាងភេសជ្ជៈមិនថារសជាតិឬក៏ការតុបតែងបើសិនជារសជាតិឆ្ងាញ់ឬតែល្អប៉ុន្តែបើសិនជាបន្ថែមនៅការតុបតែងកាន់តែស្រស់ស្អាតទៀតគឺនឹងធ្វើឲ្យអាជីវកម្មរបស់អ្នកនឹងលើកមុខមាត់ឬក៏លើកកម្ពស់ឬក៏ទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជននឹងមួយចំណែកទៀតអ្នកទាំងអស់គ្នាមានឆ្ងល់ទេនៅពេលដែលរថយន្តឈប់ប្រើតើរថយន្តទាំងអស់នោះនឹងត្រូវយកទៅទីណានៅពេលដែលរថយន្តថ្មីល្មមអាចលក់មកទឹកពីទឹកបន្តទៅម្ចាស់បន្តទៀតប៉ុន្តែនៅពេលដែលរថយន្តនោះគឺចាស់មែនតែនឈប់ប្រើប្រាស់បានរថយន្តទាំងអស់នោះនឹងត្រូវយកមកកំទេចនៅក្នុងការកំទេចគឺមានរូបភាពដូចដែលយើងខ្ញុំបានបង្ហាញនេះទោះបីជារថយន្តចាស់ទាំងអស់នោះយកទៅកំទេចក៏ពិតមែនប៉ុន្តែវានៅតែជាគ្រឿងដែលមានតម្លៃរថយន្តទាំងអស់នោះគឺត្រូវបានកំទេចតាមផ្នែកដូចជាតួខាងក្រៅម៉ាស៊ីនដែលដាក់ជាមួយផ្នែកប្រសិនបើផ្នែកណាអាចប្រើប្រាស់បានគេនឹងច្នៃយកទៅជាវត្ថុប្រើប្រាស់ជាបន្តទៀតនេះគឺជាវិធីមួយនៅក្នុងការស្រោចស្រពដំណាំទំពាំងបាយជូរវាមិនដូចជាអ្វីដែលឲ្យលោកអ្នកគិតនោះទេដែលគិតថាគឺការស្រោចស្រពនោះនៅពីលើប៉ុន្តែផ្ទុយទៅវិញគេមានការជីកប្រឡាយតូចមួយនៅខាងក្រោមបន្ទាប់មកគឺស្រោចទឹកនៅដំណាំទំពាំងបាយជូរនោះគឺនៅខាងក្រោមដោយបាញ់ទឹកពីក្រោមឡើងទៅលើវិញនោះទេសំណង់ហេដ្ឋារចនាសម្ព័ន្ធស្ពានមួយនេះត្រូវបានអ្នកភូមិមួយនៅក្នុងប្រទេសចិនសាងសង់ផ្ទះព្រះវិហារសាលារៀននៅលើស្ពាននេះវាហាក់បីដូចជាស្ពានដ៏ធំមួយសម្រាប់បម្រើការនៅក្នុងវិស័យដឹកជញ្ជូនប៉ុន្តែស្ពាននេះបានប្រែក្លាយទៅជាភូមិរបស់អ្នកស្រុកទៅវិញវាមើលទៅប្លែកម្យ៉ាងហើយក៏ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកស្រុកនិងភ្ញៀវទេសចរនៅជិតៗនោះផងដែរ